អញ្ចឹងបើសម្រាប់ទូរស័ព្ទ Android គឺយើងចូលទៅលើ App Store នេះ App Store ហ្នឹងយើងគ្រាន់តែចុចលើវាមកយើងចូលកន្លែងហ្នឹងហើយយើងត្រូវចូលពាក្យ search នេះទៅលើពាក្យ search នេះមកតោះមកយើងចូលកន្លែងនេះយើងវាយឈ្មោះ app របស់យើងណា app របស់យើង Tracksuite Pro ទៅមកគឺក៏យើងឃើញនេះវា load នៅលើហ្នឹងយើងចុច install គឺយើងត្រូវរងចាំឲ្យវា install រហូតដល់វាចប់យើងចុច open នៅកន្លែងនេះក៏បានគឺក៏យើងចូលទៅមើលក្នុងទូរស័ព្ទរបស់យើងអញ្ចឹងយើងនឹងចុចបើកវាមកបាទពេលយើងបើកមកដំបូងវាចេញបែបនេះវាចេញ demo ឲ្យយើងមើលណាអញ្ចឹងយើងគ្រាន់តែអូសវាពីស្ដាំទៅឆ្វេងអញ្ចឹងអូសដល់កន្លែងហ្នឹងវាឲ្យយើងចុចសញ្ញា enter អក្សរ enter ក្រោមបាទពណ៌ខៀវហ្នឹងគឺយើងគ្រាន់ចុចវាមកគឺវាចូលមកកន្លែងនេះវាអញ្ចឹងយើងចុចនឹងមួយទៀតមកបាទវាចុចរហូតមកដល់កន្លែងនេះដល់កន្លែងដែលយើងត្រូវវាយបញ្ចូល username ហើយនិង password របស់យើងណាអញ្ចឹងពេលយើង login ចូលយើងត្រូវវាយបញ្ចូល user នៅកន្លែងហ្នឹងឧទាហរណ៍ user យើងនេះគេ D 6578អញ្ចឹងចាហើយ password A 1234567អញ្ចឹងចានេះខ្ញុំក៏ឧទាហរណ៍ណាសម្រាប់ user និង password គឺបងប្អូនពេលដែលចប់ហើយគឺយើងមានរៀងៗខ្លួនมันមានដូចគ្នាទេហ្នឹងណាអញ្ចឹងកន្លែងហ្នឹងខ្ញុំក៏ឧទាហរណ៍ទេអញ្ចឹងយើងវាយបញ្ចូល username ហើយ password ហើយតោះមកយើងដាក់គ្រាកន្លែងនេះសញ្ញា remember me ណាយើងដាក់គ្រាហ្នឹងដើម្បីកុំឲ្យវា log out ចេញមកវិញអញ្ចឹងណាកន្លែងហ្នឹងយើងគ្រាន់តែចុច login ទៅរួចជាការស្រេចគឺមានតែប៉ុណ្ណឹងអរគុណ